កាលពីជាតិមុនចាស់ទុំធ្លាប់ប្រាប់ថាក្រោមផ្ទាំងថ្មនេះមានលក្ខខ្យងប៉ៅហ៊ឺធម្មជាតិត្រូវស្ទាបចុះក្រោមតាមចន្លោះថ្មបែរទៅទីខាងជើងគាត់ថាខ្យងប៉ៅហ៊ឺចូលចិត្តតោងនៅកន្លែងនឹងណាស់ឃើញហើយប៉ៅហ៊ឺនេះធំណាស់ប៉ុណ្ណឹងចិត្តគ្រប់ហើយប៉ៅហ៊ឺធម្មជាតិពេលនេះមិនសូវមានអ្នកដឹងតម្លៃវាទេតែបើនៅភោជនីយដ្ឋានក្នុងខេត្តនឹងថ្លៃជាងសាច់ជ្រូក10 ដងឯណោះមិនអីទេយប់នេះមិនអត់ប្រយោជន៍ឡើយជាតិមុនខ្ញុំធ្លាប់ដាច់ពោះស្លាប់នៅទីនេះមិនដឹងថាខាងក្រោមមានរបស់ម៉ាកធំយ៉ាងនេះបើយកទៅលក់នៅភោជនីយដ្ឋានវាស្មើនឹងប្រាក់ខែគេធម្មតា2 ខែបាត់ទៅហើយឡាវបាត់មួយយប់ទល់ភ្លឺទៅកាប់លុយណេណាស្ទាបពេញមួយយប់បានតែសម្បុកខ្ញុំកំពេចកំពុកខ្ញុំស្មានតែរើបាននេះទៅទៀតអាមនុស្សអត់បានការនៅតែអត់បានការដដែលពាក់លុយបំពីវ3000រត់ទៅរៀបក្តាំខ្យងមាត់របស់អស់នេះវាបានដល់ឡាវទៅប្រពន្ធថៃនេះស្អីនៅមានអារម្មណ៍ទៅមើលនេះប្រយ័ត្នរត់បាត់ទៀតឥឡូវហើយសម្លឹងស្អីប្រាប់ថាគុំសម្លឹងនិយាយប៉ះពាល់តិចតួចមិនសុខចិត្តមែនទេគួរតែចាំសម្ដីដែលបាននិយាយថ្ងៃនេះឲ្យច្បាស់ចុះសួស្ដីខ្ញុំយកកន្លែងយើងមិនមែនទេតែទិញផ្ទះដាស់ទេបងសាកមើលនេះសិនទៅនេះបានពីណាគឺប៉ៅហ៊ឺធម្មជាតិខ្ញុំរៀបបានពីសមុទ្រនៅរស់ទាំងអស់ទើបតែយកពីសមុទ្រព្រឹកមិញនេះទេអញចាំនៅទីនេះមួយផ្លេតគឺគាត់នឹងហើយក្នុងទ្រង់សុទ្ធតែប៉ៅហ៊ឺធំជាងរបស់ដែលយើងធ្លាប់ទិញកន្លងមកទៅទៀតយុវជនរបស់អស់នេះឯងទៅរៀបបានពីណាគឺតំបន់ថ្មប៉ប្រះទឹកកន្លែងនឹងនរណាហ៊ានទៅរលកអាចវាកំទេចទុកបានណាដូច្នេះហើយទើបខ្ញុំមិនជិះទូកខ្ញុំហែទឹកទៅផ្ទាល់តែម្ដងរបស់ធម្មជាតិបែបនេះនៅទីផ្សារចិត្តដាច់ស្តុកហើយគិតតម្លៃមកប៉ៅហ៊ឺធម្មជាតិគេគិតជារៀលមិនគិតគីឡូទេរបស់ខ្ញុំសរុបមាន45មួយធំតម្លៃ8រៀលកណ្ដាល6រៀលតូច5រៀលក្មេងនេះពូកែខាងវីតម្លៃមែនតម្លៃនេះមិនថប់ទេតែរបស់អញពិតជាស័ក្តិសមនឹងតម្លៃយកបងខ្ញុំយកទាំងអស់ធំ12គ្រាប់កណ្ដាល24គ្រាប់តូច10គ្រាប់សរុបទាំងអស់290រៀលនេះលុយ290ថ្ងៃក្រោយមានប៉ុន្មានយកមកទាំងអស់មកពួកឈ្មួញកណ្ដាលនៅទីនេះសុទ្ធតែពួកបោកប្រាស់ទេខ្ញុំធានាថានឹងទិញយកអីវ៉ាន់អញទាំងអស់សប្តាហ៍ក្រោយខ្ញុំនឹងមកម្ដងទៀតមកពីណាស្លៀកពាក់ដូចអ្នកសុំទានអញ្ចឹងតែរបស់ដែលយកមកសុទ្ធតែប៉ៅហ៊ឺលេខ1មិនលឺគេនិយាយថាយកមកពីតំបន់ធ្វើការនៅមាត់សមុទ្រ20ឆ្នាំមកហើយមិនដែលឃើញមានអ្នកណាហ៊ានទៅទីនោះទេចេញឡៅត្រឡប់មកវិញហើយតើប្រហែលជាបោះសម្បុកខ្ញុំចោលអស់ហើយមើលទៅតាំងពីដំបូងហើយថារបស់អននឹងគ្មានអ្នកណាយកទេនេះលុយ200ដាំទៅចាងពីវផងថានេះជាប្រាក់ដំណាក់កាលទី1លុយសេះសល់3ថ្ងៃទៀតខ្ញុំនឹងសងឲ្យគ្រប់មិនដឹងថាមានលុយប៉ុន្មានទេមើលទៅមួយដំណឹងប្រហែលជាមិនតិចឡើយតើគេមានលុយមកពីណាកុំប្រាប់ណាថាគេរៀបបានរបស់មានតម្លៃតែសម្បុកខ្ញុំកំពេចកំពុកនឹងវាមានតម្លៃអីទៅបងត្រឡប់មកវិញហើយអូនចាំយូរហើយមែនទេបងបានលុយមកពីណាជាលុយបងរកបានតើរកបានដោយរបៀបណាឆ្លើយមកបងឯងទៅលេងល្បែងទៀតហើយមែនទេបងធ្លាប់សន្យាថាឈប់លេងទៀតហើយបងប្រាប់ខ្ញុំមួយជីវិតនេះនឹងមិនឲ្យខ្ញុំរស់នៅរោងពេជ្រសោះបងទៅលេងទៀតតែលក់ខ្ញុំចោលទៅបងអស់ចិត្តមែនទេសៀវយិនអូនស្ដាប់បងសិនលេងខ្ញុំមិនជឿទេក្រៅពីលេងល្បែងតើបងមានសមត្ថភាពអីរកលុយបានច្រើនក្នុងសមុទ្របងរកប៉ៅហ៊ឺបានពេញហើយយកទៅលក់នៅភោជនីយដ្ឋានដីបងនិយាយជារឿងពិតមែនហ៎បងសុំទាំងអស់បើជាតិបងប៉ៅល្បែងសំបីមួយសម្រាប់ចូលសមុទ្របានចុះក្នុងថងនេះមានសៀវភៅទៀតសុទ្ធតែលុយលក់ប៉ៅហ៊ឺទាំងអស់មែនទេបងលក់បាន290រៀលសងទៅបងពីវ200រៀលមកលុយសទិញរបស់អស់ទាំងនេះបងទិញសៀវភៅឲ្យអូនទំនេរបងនឹងបង្រៀនអូនឲ្យចេះអក្សរនិងគិតលុយយើងខ្លាចជាថៅកែបញ្ជីទាំងអស់គឺអូនជាអ្នកកាន់យកព្រមទេពួកនេះជន់ទៅដកជើងរួចទេដករួចតាជន់ឲ្យហាប់ទៅមិនអល់ទេអូនមិនហ៊ានទេមកបងអ្នកបង្រៀនរអិលណាមិនអីទេកុំខ្លាចជន់ឲ្យនឹងសឹមដាកាន់តែខ្លាចកាន់តែអិលហើយទឹកស្រកអស់ហើយមឹកយៈចូលចិត្តលាក់ខ្លួនតាមចន្លោះដៃចូលទៅទម្លាក់ម្រាមដៃចាប់របស់ទុនទីងវាយកមកក្រៅមកវានៅ